ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ website Dara SMM នៅក្នុងវីដេអូនេះខ្ញុំនឹងមកធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបទិញ live post ទៅលើ Facebook ដោយការទិញ live post គឺគ្មានវិបាកទេអ្នកទាំងគ្នាដោយរាល់ដងគឺគ្រាន់តែតម្រូវអ្នកទាំងគ្នាមាន link របស់ post ហ្នឹងហើយយើងយកទៅផាសជាមួយនឹង website របស់យើងគឺរួចជាការសាញអ្នកទាំងគ្នាងាយហើយបានផលពិត 100% ឥឡូវនេះយើងចាប់ផ្ដើមធ្វើការចូលទៅយក link ទាំងអស់គ្នាដើម្បីធ្វើការបូកឥឡូវខ្ញុំបានធ្វើការ copy link រួចរាល់ហើយបន្តទៀតយើងចូលទៅកាន់ website របស់យើងមកគឺជា website Dara SMM ឥឡូវនេះយើងចូលទៅតាម web browser ណាមួយមកដើម្បី search ទៅកាន់ website Dara SMM ឥឡូវខ្ញុំសូមធ្វើការចូលទៅតាម web browser Chrome ហើយបន្តទៀតយើង search website របស់យើងមកគឺជា website Dara SMM ហ្នឹងអូខេអ្នកគ្នាហើយនេះគឺជា website Dara SMM ដែលនៅខាងលើគេហ្នឹងឥឡូវនេះខ្ញុំសូមធ្វើការចុចចូលទៅលើវាតែម្ដងអូខេអ្នកគ្នានេះគឺជា dashboard របស់ website Dara SMM ដែលខ្ញុំបានធ្វើការ login ចូលរួចរាល់ហើយនៅពេលដែលខ្ញុំបានធ្វើការ login ចូលរួចរាល់វានឹងចេញទម្រង់បែបនេះហើយសម្រាប់បងប្អូនណាដែលមកថ្មីដែលមិនទាន់ចេះពីរបៀប login ចូល website ក៏ដូចជាពីរបៀបដាក់លុយចូលមកកាន់ website ខ្ញុំនឹងធ្វើការដាក់ link នៅខាងក្រោម description ដើម្បីបងប្អូនគ្នាអាចចូលទស្សនាពីរបៀប login ក៏ដូចជាពីរបៀបដាក់លុយចូលជាដើមឥឡូវនេះកុំឲ្យខាត់ពេលវេលាយូរយើងក៏លេខមកកាន់ dashboard របស់យើងមកដើម្បីយើងអាចធ្វើការប៊ូស live post ទៅលើ Facebook បានជាដំបូងគឺយើងចុចទៅលើ shortcut របស់ Facebook ដើម្បីយើងជ្រើសរើសតែសេវាកម្មរបស់ Facebook ទេហើយបន្តទៀតអ្នកទាំងគ្នា scroll ដល់ខាងក្រោមបន្តិចមក category គឺជាប្រភេទរបស់វាដែលយើងចុចចូលលើនឹងទៅដែលបងប្អូនអរគ្នានឹងឃើញមានជាច្រើនប្រភេទដែលតាក់ទងទៅនឹង Facebook បងប្អូនអរគ្នាអាចរកមើលបានប្រភេទមួយណាដែលបងប្អូនអរគ្នាមានតម្រូវការគឺបងប្អូនអរគ្នាអាចធ្វើការចុចជ្រើសរើសបានដែលក្នុងវីដេអូនេះខ្ញុំមកបង្ហាញបងប្អូនអរគ្នាអំពីរបៀបទិញ live post ទៅលើ Facebook អញ្ចឹងយើងរកពាក្យថា Facebook reaction បងប្អូនអរគ្នាហើយនៅក្នុង website Dara SMM ការទិញ post reaction គឺវាមាន3ជម្រើសបងប្អូនអរគ្នាជ្រើសទី1គឺ Facebook post reaction update ទី2គឺការ post reaction new ហើយទី3គឺការ post reaction all real ឥឡូវ3ហ្នឹងបងប្អូនអរគ្នាអាចមើលបានសេវាកម្មមួយណាដែលបងប្អូនចង់ធ្វើការប៊ូសទៅលើគឺបងប្អូនអរគ្នាធ្វើការជ្រើសរើសទៅឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើស Facebook post reaction new ហើយបន្តទៀតមកកន្លែងសវីនេះគឺជាសេវាកម្មរបស់វាអ្នកនរគ្នាដែលអ្នកនរគ្នាអាចមើលបានដែលមានជាច្រើនជម្រើសឲ្យបងប្អូនអរគ្នាជ្រើសរើសបងប្អូនអរគ្នាពេញចិត្តលើសេវាកម្មឬក៏ emoji ណាបងប្អូនអរគ្នាអាចធ្វើការជ្រើសរើសបានឥឡូវនេះខ្ញុំសូមធ្វើការជ្រើសរើស emoji មួយណាដើម្បីធ្វើការប៊ូសតែម្ដងបងប្អូនអរគ្នាអាចមើលបានខាងលើដូចជាបេះដូងអីចឹងទៅបងប្អូនអរគ្នាឥឡូវខ្ញុំសូមធ្វើការជ្រើសរើស reaction បេះដូងតែម្ដងដែលគេនិយាយថាលេខ ID ទី301 Facebook for reaction បេះដូង cancel enable សេវាកម្មនេះនៅពេលដែលយើងបានធ្វើការជ្រើសរើសគឺយើងអាច cancel វាវិញបានអ្នកនរគ្នាហើយសេវាកម្មនេះទៀតនៅពេលដែលយើងបានធ្វើការបញ្ជាទិញរួចរាល់វានឹងធ្វើការដំណើរការតែម្ដងហើយតម្លៃរបស់វា 1K គឺត្រឹមតែ0.39 សេនទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែនឥឡូវខ្ញុំសូមធ្វើការចុចជ្រើសរើសសេវាកម្មនេះតែម្ដងហើយបន្តទៀតកន្លែង link នេះគឺជា link post របស់យើងអ្នកនរគ្នាដោយសារតែខ្ញុំបានធ្វើការ copy link ពីខាងដើមវីដេអូនេះហើយអញ្ចឹងចំណុចនេះខ្ញុំសូមធ្វើការផាសចូលតែម្ដងហើយខ្ញុំសូមបញ្ជាក់អ្នកនរគ្នាបន្តិចកន្លែង link ហ្នឹងបងប្អូនអរគ្នាមិនថាជាប្រភេទ link វីដេអូឬក៏ link post គឺយើងអាចធ្វើការប៊ូសបានទាំងអស់បងប្អូនអរគ្នាហើយនៅពេលដែលបងប្អូនអរគ្នា copy link បងប្អូនអរគ្នាត្រូវតែបើកកន្លែង public អីគេអ្នកនរគ្នានេះ public គឺកន្លែងរូបផែនដីហ្នឹងបងប្អូនអរគ្នាយើងត្រូវតែបើក public អីគេទើបយើងអាចធ្វើការដាក់ reaction បេះដូងបានហើយបន្តមកទៀតមកកន្លែង quantity ហ្នឹងគឺជាចំនួនដែលយើងត្រូវធ្វើការទិញដាក់ហ្នឹងអ្នកនរគ្នាដែលគេនិយាយថាពី minimum ពីចំនួន10រហូតដល់ maximum គឺចំនួន100,000ចន្លោះហ្នឹងបងប្អូនអរគ្នាមានតម្រូវការប៉ុណ្ណាគឺបងប្អូនអរគ្នាដាក់ចូលមកប៉ុណ្ណឹងទៅបងប្អូនអរគ្នាឥឡូវខ្ញុំសូមធ្វើការដាក់ចំនួនតែ500ទេអ្នកនរគ្នាហើយ500គឺយើងអស់លុយត្រឹមតែ 0.19 សេនទេអ្នកនរគ្នាតម្លៃគឺធូរថ្លៃមែនទែនឥឡូវបន្ទាប់ពីយើងបានធ្វើការបំពេញខាងលើរួចរាល់អស់ហើយខ្ញុំសូមចុចកន្លែងប៊ូតុង place order តែម្ដងដើម្បីយើងធ្វើការបញ្ជាទិញអូខេអ្នកគ្នាពេលនេះគឺយើងបានធ្វើការបញ្ជាទិញជោគជ័យហើយនៅពេលដែលធ្វើការបញ្ជាទិញជោគជ័យគេនឹងចេញទម្រង់បែបនេះយើង
ហើយនេះគឺជាវិក័យប័ត្រដែលអ្នកទាំងគ្នាអាចត្រួតពិនិត្យមើលបានដូចជាលេខ ID service លេខអីចឹងទៅបងប្អូនអរគ្នាអូខេអ្នកគ្នាពេលនេះវីដេអូរបស់ខ្ញុំក៏ដល់ទីបញ្ចប់ហើយបើសិនជាមានចម្ងល់តាណាដែលមិនទាន់ច្បាស់អ្នកទាំងគ្នាក៏អាចមើលវីដេអូនេះសារឡើងវិញបានព្រោះខ្ញុំធ្វើងាយៗមួយៗទេអ្នកទាំងគ្នាអរគុណអ្នកទាំងគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នាក្នុងវីដេអូក្រោយ